សូមចម្រើនពរញាតិញោមអ្នកដែលគោរពប្រតិបត្តិស្រឡាញ់នៅបាលីអាគមវិជ្ជាផ្សេងថ្ងៃនេះមុននឹងយើងចូលទៅសិក្សារៀនសូត្រនៅបាលីឬអាគមវិជ្ជាផ្សេងនោះសូមញាតិញោមកុំភ្លេចចុច Subscribe និងចុច Like នៅលើ Channel និងវីដេអូនេះម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតថ្ងៃនេះអាត្មាភាពនឹងលើកយកនៅបាលីសុំសេចក្តីសុខសេចក្តីចម្រើនបាលីសុំសេចក្តីសុខសេចក្តីចម្រើននេះបានដល់អស់លោកអ្នកដែលពុំសូវមានសេចក្តីសុខមិនសូវមានសេចក្តីចម្រើនពុំសូវមានសុភមង្គលរស់នៅជាមួយគ្នានឹងហាក់បីដូចជាអត់អំណោយផលមិនអំណោយផលជាទូទៅចាស់បុរាណលោកតែងតែសុំនៅសេចក្តីសុខសេចក្តីចម្រើននេះដោយមង្គលឬដោយការសូត្រនៅបាលីនេះជាដើមដោយសារតែសម័យយើងពីកាលយូរលង់ណាស់មកហើយនោះក៏មិនមានជាតាន់សម័យអីដូចពេលបច្ចុប្បន្នឥឡូវនេះដែរក៏ត្រូវឲ្យអ្នកភូមិអ្នកស្រុកនឹងក៏ត្រូវមានការគោរពមានការជឿជំនឿផ្នែកមួយផ្នែកជឿទំលៀមទម្លាប់នៃការបួងសួងជាដើមដូច្នេះហើយពីបុរាណរហូតដល់ពេលវេលាបច្ចុប្បន្ននេះមនុស្សនៅតែមានជំនឿជឿតកូនតចៅរហូតដល់ថ្ងៃនេះរហូតដល់ពេលបច្ចុប្បន្ននេះមានពេទ្យមានគ្រឿងអេឡិចត្រូនិកច្រើនយ៉ាងណាក៏ដោយប៉ុន្តែពួកគាត់នៅតែមិនចោលអំពីរបៀបរបបបុរាណដែលចាស់សម័យបុរាណតែងតែយកមកអនុវត្តនឹងការប្រើប្រាស់ដូចនេះដែរចាស់បុរាណសម័យកាលនោះគឺគាត់ជាអ្នកគោរពប្រតិបត្តិជឿទៅលើបាលីអាគមវិជ្ជាផ្សេងដែលយើងសម្លឹងទៅមើលនៅក្នុងចម្លាក់រចនាមួយចំនួនដែលគេបានចារសីលាចារឹកនៅលើផ្ទាំងប្រាសាទជាដើមមានបាលីអាគមវិជ្ជាផ្សេងដែលអស់លោកអ្នកគួរតែសិក្សាប្រតិបត្តិនៅថ្ងៃនេះអាត្មាភាពនឹងលើកយកនៅបាលីសុំសេចក្តីសុខនេះដើម្បីមកបង្ហាត់បង្ហាញដល់អស់លោកអ្នកមួយផ្នែកទូចនៃការបង្រៀនដល់លោកអ្នកដែលតែងតែគោរពប្រតិបត្តិជឿទៅលើផ្នែកអាគមវិជ្ជាផ្សេងនៅថ្ងៃនេះចង់បង្ហាញអំពីបាលីសុំនៅសេចក្តីសុខចាស់បុរាណដំណើរកាលថាបើលោកអ្នកមិនសូវមានសេចក្តីសុខមិនសូវមានសេចក្តីចម្រើនមិនសូវសម្បូរនៅសុភមង្គលចាស់បុរាណឲ្យលោកអ្នកប្រើបាលីនេះសូត្របាលីនេះចំនួន2ចប់ឬ3ចប់ជាការគោរពប្រតិបត្តិរៀងរាល់ថ្ងៃព្រឹកក្តីល្ងាចក្តីរសៀលទៀបភ្លឺក្តីលោកអ្នកអាចយកទៅប្រើប្រាស់សូត្រមួយថ្ងៃតែ3ដងតែប៉ុណ្ណោះឬក៏មួយចប់តែប៉ុណ្ណោះក្នុងការសូត្រនៅពេលដែលលោកអ្នកគោរពប្រតិបត្តិបានលោកអ្នកមានចិត្តបរិសុទ្ធព្រះគាថាឬបាលីនេះនឹងជួយលោកអ្នកឲ្យកាន់តែចម្រុងចម្រើនរហូតដល់បច្ចុប្បន្ននេះលោកអ្នកអាចយកទៅប្រើប្រាស់ចោះទៅតាមអ្វីដែលលោកអ្នកជឿទៅតាមអ្វីដែលលោកអ្នកគោរពប្រតិបត្តិបន្តដូច្នេះហើយដើម្បីកុំឲ្យខាតពេលយូរសូមបង្រៀននៅព្រះគាថាយើងតែម្ដងតែដំបូងលោកអ្នកត្រូវយល់អំពីរបៀបនៃការប្រើប្រាស់គាថាឬបាលីនេះ
បាលីនេះត្រូវសូត្រ3ចប់ឬក៏2ចប់ឬក៏1ចប់ទៅតាមអ្វីដែលលោកអ្នកគោរពប្រតិបត្តិជឿថាសូត្រប្រមាណចប់បន្ទាប់មកលោកអ្នកត្រូវសូត្រនៅពេលព្រឹកជាមង្គលដ៏ល្អជាយាមល្អរួចហើយលោកអ្នកក៏ត្រូវអុជធូប3សរសៃទៅ7សរសៃហើយដុតនៅកន្លែងដែលគោរពប្រតិបត្តិមានដូចជាព្រះស្ដូកឬក៏ចេតិយទូចដែលនៅពីមុខផ្ទះរបស់លោកអ្នកសូត្រមួយថ្ងៃ3ចប់ទៅតាមអ្វីដែលលោកអ្នកមានការគោរពប្រតិបត្តិចោះឥឡូវរបៀបនៃការប្រើប្រាស់ពន្យល់ប៉ុណ្ណេះយើងចូលទៅអនុវត្តសិក្សារៀនសូត្រនៅគាថាឬបាលីយើងតែម្ដងតែដំបូងលោកអ្នកត្រូវពោលអ្នកមូត3ចប់ទាំងអស់គ្នាសិនយំណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะក្រោយពីញាតិញោមពោលអ្នកមូតចប់3ចប់ដូច្នេះរួចកាលណាត្រូវលើកម្រាមដៃ10ប្រណម្យបងសួងលើកម្រាមដៃហើយសូត្របាលីនេះ2ចប់ឬ3ចប់នៅពេលដែលអាត្មាបានណែនាំអំពីខាងដើមអ៊ីតិបិសោភគវីអរហង្គជយៈជយ៉ាងសុខោសុខខੰសុខខ្សែមខ្សានសុខចម្រើនបញ្ជាក់ឡើងវិញម្ដងទៀតអ៊ីតិបិសោភគវីអរហង្គជយៈជយ៉ាងសុខោសុខខੰសុខខ្សែមខ្សានសុខចម្រើនម្ដងទៀតអ៊ីតិបិសោភគវីអរហង្គជយៈជយ៉ាងសុខោសុខខੰសុខខ្សែមខ្សានសុខចម្រើនលោកអ្នកត្រូវសូត្របែបដូចនេះហើយចំនួន2ឬ3ចប់ដែលលោកអ្នកសូត្រចោះហើយត្រូវមានជំនឿគោរពប្រតិបត្តិយកទៅទំទិញណែនាំអ្វីដែលអាត្មាប្រាប់នឹងស្ដាប់ទៅណាយកទៅអនុវត្តទៅនឹងកើតទៅជាសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាម្យ៉ាងទៀតប្រសិនបើញាតិញោមមិនយល់ឬមិនច្បាស់ត្រង់ចំណុចកន្លែងណាមួយលោកគ្រូលោកមួយលោកប្អូនលោកកូនលោកចៅខ្ញុំកណាមិនទាន់យល់ទេត្រង់ចំណុចកន្លែងនេះសូមឲ្យលោកគ្រូជួយបកស្រាយជួយបំពេញជួយបន្ថែមបើមិនអីទេញោមណាTelegram និងលេខទូរស័ព្ទអាត្មាភាពផ្ទាល់096 704 ការ៉េ8ញាតិញោមអាចទំនាក់ទំនងមកសួរតាមលេខនឹងចោះពុំបាច់ខ្លាចចិត្តខ្លាចថ្លើមឬមានវិបត្តិកើតទុកមិនសុខចិត្តបាយមិនបានសម្រានមិនលក់មានមន្ទិលសង្ស័យណែនថប់ទ្រូងមានអារម្មណ៍ថាដូចត្រូវអំពើអ្នកដទៃក៏អាចទំនាក់ទំនងមកសួរតាមលេខទូរស័ព្ទដែលអាត្មាបានដាក់នៅលើផ្ទៃអេក្រង់វីដេអូយើងមានប្រមាណប៉ុណ្ណេះក៏សូមចម្រើនពរលា